ចង់ភ្ជាប់គណនី Telegram ពីទូរស័ព្ទទៅកុំព្យូទ័រត្រូវបញ្ចូលលេខទូរស័ព្ទទៀតមែនភ្ជាប់បែបហ្នឹងទៀតទៅប្រើវិធីសាស្ត្រខាងក្រោមនេះវិញងាយស្រួលហើយទាន់ចិត្តទៀតជំរាបសួរស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀបភ្ជាប់ Telegram ពីទូរស័ព្ទទៅកុំព្យូទ័រដោយប្រើវិធីសាស្ត្រ QR code ដែលងាយស្រួលបំផុតដោយគ្រាន់តែអនុវត្តតាម3ជំហានខាងក្រោមជំហានទី1ត្រូវមានកម្មវិធី Telegram នៅលើកុំព្យូទ័រជាមុនសិនបើអ្នកទាំងអស់គ្នាអត់ទាន់មានទេសូម download កម្មវិធី Telegram សិនមកហើយខ្ញុំក៏មានវីដេអូអំពីការទាញយកកម្មវិធី Telegram នៅលើកុំព្យូទ័រផងដែរអ្នកទាំងអស់គ្នាអាចរកមើលបាននៅក្នុង Channel YouTube របស់ខ្ញុំជំហានទី2បើកកម្មវិធី Telegram ហ្នឹងនៅលើកុំព្យូទ័រទៅនៅពេលដែលយើងបើកដំបូងសម្រាប់អ្នកដែលអត់ធ្លាប់ភ្ជាប់អីសោះមកបើកមកយើងនឹងឃើញ QR code ដែលវាបង្ហាញនៅលើអេក្រង់ហ្នឹងតែម្ដងចំពោះអ្នកដែលមានកម្មវិធី Telegram ហើយមាន account ស្រាប់នៅលើកុំព្យូទ័រហើយប៉ុន្តែចង់ add account បន្ថែមគឺគ្រាន់តែចូលទៅក្នុងកម្មវិធី Telegram ចូលកន្លែងបន្ទាត់លេខ3យើងនឹងឃើញនេះសញ្ញាព្រួញចុះក្រោមមួយកន្លែង account របស់យើងហ្នឹងយើងចុចកន្លែងហ្នឹងទៅវាដាក់សញ្ញាថា add account អញ្ចឹងយើងចុចកន្លែង add account មកវានឹង load នៅ QR code សម្រាប់ឲ្យយើង scan ចូលហើយមើលវីដេអូបន្តចំណុចនេះហើយសូមជួយចុច subscribe លើ channel ខ្ញុំមួយផងហើយបើជួយចិត្តវីដេអូនេះជួយ like ក៏បន្តទៀតក៏បានដែរដើម្បីជាកម្លាំងចិត្តក៏ដូចជាប្រាប់ទៅកាន់ YouTube ឲ្យជួយផ្សព្វផ្សាយវីដេអូរបស់ខ្ញុំទៅកាន់អ្នកមើលផ្សេងទៀតជំហានទី3បើកកម្មវិធី Telegram នៅលើទូរស័ព្ទរបស់អ្នករួចចុចនៅលើបន្ទាត់លេខ3នៅខាងឆ្វេងជ្រើសរើសត្រង់ setting ឬក៏ការកំណត់ហ្នឹងហើយនៅក្នុង setting ហ្នឹងយើងរកមើលនៅពាក្យថា device ហើយចុចនៅលើ device ហ្នឹងមកចុចនៅលើពាក្យ link desktop device ហើយយើងបើកកាមេរ៉ាទូរស័ព្ទរបស់យើងហើយ scan ទៅលើអេក្រង់កុំព្យូទ័ររបស់យើងនៅត្រង់កន្លែង QR code ហ្នឹងទៅរងចាំបន្តិចវានឹងភ្ជាប់ដោយស្វ័យប្រព័ន្ធអញ្ចឹងដល់ពេលភ្ជាប់រួចរាល់ហើយយើងអាចមើលឃើញថាកម្មវិធី Telegram ដែលយើងប្រើប្រាស់នៅលើទូរស័ព្ទហ្នឹងវាបានភ្ជាប់ទៅលើកុំព្យូទ័រហើយអាកម្មវិធី Telegram របស់យើងនៅក្នុងទូរស័ព្ទបញ្ជាក់ថាគណនី Telegram របស់យើងគឺត្រូវបានភ្ជាប់ដោយពីរឧបករណ៍គឺទី1ទូរស័ព្ទដៃហើយទី2គឺកុំព្យូទ័រដែលយើងកំពុងភ្ជាប់នឹងឯងបើអ្នកមានបញ្ហានៅលើ Telegram ដូចជាទំហំអក្សរខ្មែរតូចៗពេកពិបាកមើលឬក៏ចង់បង្កើត folder chat អីហ្នឹងគឺខ្ញុំក៏មានវីដេអូក្នុងការដោះស្រាយបញ្ហាទាំងអស់នោះដែរឈប់សិនកុំតាន់ទៅណាបើអ្នកមិនចង់ដំឡើងកម្មវិធីទេអ្នកក៏អាចប្រើប្រាស់ Telegram web គឺ Telegram website ដែលគ្រាន់តែចូលទៅកាន់ web Telegram រួចធ្វើជំហាន scan QR code ដូចគ្នាដែលខ្ញុំបង្ហាញហ្នឹងប៉ុន្តែការ download កម្មវិធី Telegram នៅលើកុំព្យូទ័រគឺល្អជាងបើសិនជាយើងប្រើប្រាស់ Telegram ជារៀងរាល់ថ្ងៃហើយប្រើប្រាស់លើកុំព្យូទ័រផងនោះសូមអរគុណសម្រាប់ការទស្សនាបើមានបញ្ហាឬសំណួរសូម comment ខាងក្រោមកុំភ្លេចចុច like ក៏ដូចជា subscribe ដើម្បីទទួលបានវីដេអូបន្តទៀតអរគុណ